ប់កសិកម្មចុះបើគ្មានទឹកគ្រប់គ្រាន់តើកសិករត្រូវពឹងអ្វីផលប៉ះពាល់បាក់ច្រើនយើងចំណាយទៅប្រែងផងហើយទឹកនឹងក៏វាមិនទៅល្អផងបូមមកវាប្រៃត្រូវក៏អត់ទៅល្អយើងពឹងមេឃពឹងទឹកម៉ាស៊ីនងាកម៉ាស៊ីនខូច 3 4ថ្ងៃមកធ្វើបានហើយមកបានយកមកដាក់វិញស្រូវហ្នឹងដូចថាវាហួសពេលហួសវេលាដាក់ជីអត់តាន់ដាក់អីចឹងទៅបញ្ហាចម្បងរបស់កសិករទី1ខ្វះខាតទឹកធ្វើស្រែនឹងទី2ផ្លូវធ្វើដំណើរផ្សេងហ្នឹងហើយទី3ក៏ចំណូលរបស់គាត់ប្រចាំឆ្នាំហ្នឹងទៅទៀតកសិករនៅតំបន់នេះកាលពីមុនមានប្រព័ន្ធគាត់ប្រើប្រាស់ទឹកអណ្ដូងដើម្បីធ្វើស្រែបាទតែមួយរយៈកន្លងមកមានក្រុមហ៊ុនឯកជនមួយដែលគាត់មកធ្វើវិនិយោគបូមទឹកលក់ឲ្យកសិករនៅតំបន់នេះតែក្រុមហ៊ុននោះនៅតែមិនពុតគង់ទឹកឲ្យកសិករបានគ្រប់ចំនួនធ្វើឲ្យកសិករខ្វះខាតទឹកហើយការចំណាយរបស់គាត់អស់ច្រើនជាងព្រោះគាត់ជួលគេតាំងពីដឹកពូជដឹកកសិផលដែលធ្វើបានហើយគាត់ជួលគេមកចំថ្ងៃនេះយើងមកស្វែងយល់ពីគម្រោងធារាសាស្ត្រតាសួងនិងចាក្នុងខេត្តតាកែវគម្រោងទាំងពីរនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2018-2019ក្រោមជំនួយឥតសំណងនិងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលីដែលយើងហៅគម្រោងនេះថាប្រព័ន្ធធារាសាស្ត្រពេញលេញរបស់កម្ពុជាដើម្បីផ្លាច់ជាប្រព័ន្ធធារាសាស្ត្រពេញលេញគឺទី1ត្រូវមានប្រភពទឹកច្បាស់លាស់ដែលប្រភពទឹកគឺធានាបាននូវបរិមាណទឹកគ្រប់គ្រាន់សម្រាប់ផ្ទៃដីស្រោចស្រពដែលយើងបានសិក្សានិងកំណត់ច្បាស់លាស់នៃប្រព័ន្ធនឹងទី2មានប្រព័ន្ធបន្លាយស្រោចស្រពនិងប្រព័ន្ធបន្លាយដោះទឹកដែលប្រព័ន្ធបន្លាយទាំងនោះត្រូវបានបែងចែកជាប្រភេទបន្លាយមេបន្លាយរងថ្នាក់ទី1ថ្នាក់ទី2និងថ្នាក់ទី3និយាយជារួមគឺសំដៅទៅលើប្រព័ន្ធធារាសាស្ត្រទាំងឡាយណាដែលមានលំហូរទឹកដែលអាចហូរចូលដល់ដីស្រែបងប្អូនប្រជាកសិករបានដោយមានភាពងាយស្រួលគឺយើងសាងសង់គឺយើងគិតពីកម្ពស់ដីស្រែបាតបន្លាយវាទៀតជាងដីស្រែអញ្ចឹងយើងងាយស្រួលបង្ហូរទឹកចេញមាត់បន្លាយខ្ពស់ជាងដីស្រែយើងស្រួលបង្ហូរទឹកចូលស្រែបាទអញ្ចឹងវាមានភាពងាយស្រួលដល់ប្រជាជនយើងមួយទៀតយើងមានសំណង់សិល្បកម្មដូចជាទ្វារទឹកយើងបានកសាងគ្រប់គ្រាន់សំណង់ឆ្លងកាត់យើងមានបន្លាយរំដោះទឹកសហគមន៍នៅតាសួងហើយនឹងចារបស់យើងនេះគឺអត់ដែលមានប្រវត្តិបូមទឹកទៅស្រូវកសិករខូចទេបានតែយើងបូមគ្រប់គ្រាន់ហើយតន់ពេលវេលាឲ្យគាត់មិនមែនគាត់នៅដេករងចាំបូមទឹកដេករងចាំមើលម៉ាស៊ីនអីទេបានតែយើងគ្រប់ជុំចូលបានតែដកឆ្លុកចូលស្រែតែម្ដងជាពិសេសទៅលើស្ត្រីដែលគាត់កម្លាំងពលកម្មតិចអីគាត់មកតែដកឆ្នោតគាត់មិនបាច់ទៅរកគ្នាលើកម៉ាស៊ីនលើកអីទេគាត់មានឱកាសក្នុងការធ្វើការងារផ្សេងបានឧទាហរណ៍ស្ត្រីគាត់មកដកតាមកំពង់ចូលស្រែទៅប្តីអាចទៅរកការងារខាងក្រៅដូចជាទៅសំណង់ឬក៏រត់ម៉ូតូដប់ឬក៏ការងារកសិកម្មផ្សេងប្រព័ន្ធធារាសាស្ត្រតាសួងយើងនេះតំបន់យើងស្រែក្រមនេះយើងរបៀបបង្ហូរចូលយើងមានមួយផ្នែកទៀតនៅតំបន់ហៅស្រែលើបានដីវាខ្ពស់បាទដីខ្ពស់យើងមិនអាចបង្ហូរចូលបានទេអញ្ចឹងអ្វីដែលយើងអាចជួយកសិករបានដើម្បីមានភាពងាយស្រួលទី1គឺយើងត្រូវមានផែនការស្រោចស្រពទឹកឲ្យគាត់ច្បាស់លាស់ឧទាហរណ៍7ថ្ងៃយើងរុញទឹកតឲ្យគាត់មានគ្រប់គ្រាន់គឺដឹងតែ7ថ្ងៃគឺឲ្យគាត់មានមួយទៀតយើងនឹងមានស្ដារបន្លាយជើងក្អែបទៅដល់ស្រែរបស់គាត់ដើម្បីកាត់បន្ថយនៅការចំណាយបូមច្រើនជាងមុនឧទាហរណ៍ថាកាលពីមុនគាត់រាយទៅយោ100ម៉ែត្រដល់យើងកាយបន្លាយជើងក្អែបទៅដល់ស្រែគាត់ទៅអាចចំណាយ4-10ម៉ែត្រយើងអាចបូមទៅវាចំណេញពេលនិងចំណេញធាតុទឹកយើងមានការបណ្ដុះបណ្ដាលពីខាងបុគ្គលិកជំនាញផ្នែកធារាសាស្ត្រមានមន្ទីរធនធានទឹកមានមន្ត្រីបច្ចេកទេសរបស់គម្រោងមានន័យថាគម្រោងគាត់ជួយទាំងលុយសម្រាប់សាងសង់ប្រព័ន្ធបន្លាយហើយនិងផ្នែកបច្ចេកទេសនេះគាត់ដល់ឲ្យទី1យើងចេះគ្រប់គ្រងមើលផែនទីមើលអីសពបែបយ៉ាងហើយមួយទៀតកាលវិភាគគាត់បង្រៀនពីរបៀបរបបគណនាកម្ពស់ទឹកទំហំទឹកដែលស្រោចស្រពនៅផ្ទៃដីតាមប្លុកនីមួយៗគាត់បានបណ្ដុះបណ្ដាលទាំងផ្នែកគ្រប់គ្រងទូទៅនិងគ្រប់គ្រងថវិកាសម្រាប់សហគមន៍បាទបើនិយាយការរៀនសូត្រពីគម្រោងនេះវិញវារាប់ឆ្នាំអញ្ចឹងយើងធ្វើការងារបណ្ដាយើងសិក្សាបណ្ដាប្រ
ប្រតិបត្តិការនិងការថែទាំប្រព័ន្ធធារាសាស្ត្រតាស៊ូងនិងចាត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពដោយសហគមន៍កសិករប្រើប្រាស់ទឹកទាំងពីរតាមរយៈការបង់ភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រដោយកសិករនិងវិភាគទានពីរដ្ឋាភិបាលសហគមន៍ទាំងពីរនេះមានផែនការនិងយន្តការគ្រប់គ្រងហិរញ្ញវត្ថុដែលអនុញ្ញាតឲ្យពួកគេត្រួតពិនិត្យទាំងចំណូលនិងចំណាយដោយប្រុងប្រយ័ត្នច្បាស់លាស់និងមានតម្លាភាពជាក់ស្ដែងសហគមន៍កសិករប្រើប្រាស់ទឹកទាំងពីរបែងចែកចំណូលប្រហែល 35% សម្រាប់ផ្លែអគ្គិសនី 16% សម្រាប់ការថែទាំនិង 27% សម្រាប់ការសន្សំវិន័យហិរញ្ញវត្ថុនេះអាចឲ្យសហគមន៍ទាំងពីរពង្រីកតំបន់ស្រោចស្រពនិងជួសជុលផ្នែកណាមួយនៃប្រព័ន្ធដែលទាមទារឲ្យមានការយកចិត្តទុកដាក់ភ្លាមៗចំពោះការផ្ដល់ទឹកពីខាងក្រុមហ៊ុនឯកជនហើយនិងរបស់សហគមន៍ភាពខុសគ្នាគឺតម្លៃទឹករបស់ឯកជនគឺមានតម្លៃខ្ពស់អាចទៅដល់40,000 រៀលក្នុង1ហិកតាហើយកសិករក៏ត្រូវបូមខ្លួនឯងហើយមួយទៀតទឹកអត់គ្រប់គ្រាន់ទេត្រូវគាត់អាចមួយខែអីបានអាចមានទឹកបានបូមហើយចំពោះទឹករបស់សហគមន៍គឺយើងបានទឹកឲ្យគាត់គ្រប់គ្រាន់តាន់ពេលវេលាហើយតម្លៃទឹកគឺធូរថ្លៃដោយរដូវនេះជាក់ស្ដែងគឺតម្លៃបង្ហូរត្រឹម 20,000 រៀលទេហើយតម្លៃបូមត្រឹម 15,000 រៀលទេចំពោះកសិករដែលគាត់បង់ប្រាក់ភាគទានទឹកសហគមន៍សប្តាហ៍ថ្ងៃគឺរៀបចំបង់ប្រាក់ភាគទានទឹកទៅតាមភ្នាក់ងារវិនហើយមានកសិករមួយចំនួនដែរដែលគាត់មកបង់ជាមួយហិរញ្ញិកដោយសារគាត់អាចនឹងបាត់វិក័យប័ត្រឬក៏វិបែកវិក័យប័ត្រគាត់មានបញ្ហាខូចបន្លាយបង់នៅភ្នាក់ងារវិនអត់ចូលគម្រោងចា1និងចា2ត្រូវបានសាងសង់ឡើងមានលក្ខណៈតភ្ជាប់គ្នាហើយសប្តាហ៍ថ្ងៃនេះគម្រោងបានស្រោចស្រពទឹកជូនដល់កសិករជិត 4,000 គ្រួសារលើផ្ទៃដីប្រមាណជា 2,500 ហិកតាដែលគ្របដណ្ដប់លើខេត្តចំនួន2គឺខេត្តកណ្ដាលនិងខេត្តតាកែវរីឯគម្រោងតាស៊ូងបច្ចុប្បន្នបានស្រោចស្រពទឹកជូនដល់កសិករជាង 2,000 គ្រួសារលើផ្ទៃដីប្រមាណជាង 2,400 ហិកតាក្រោយពេលមានប្រព័ន្ធបន្លាយនេះខ្ញុំសង្កេតឃើញជាពលរដ្ឋនៅតំបន់នេះរៀងគាត់មានចំណូលប្រចាំឆ្នាំរៀងគួរសមអញ្ចឹងគាត់មានជីវភាពក៏ទៅតាមចំណូលរបស់គាត់ដែរពីមុនមកដោយសារតែអត់មានទឹកអត់មានអីប្រើទឹកដងទឹកអីអញ្ចឹងមួយឆ្នាំធ្វើបានតែម្ដងឯងដល់ពេលឥឡូវមានប្រព័ន្ធវិទ្យាសាស្ត្រអញ្ចឹងក្នុងមួយឆ្នាំធ្វើបាន3ដងអញ្ចឹងទិន្នផលដែលកើនហើយដែលចំណេញហ្នឹងក៏វាគួរសមជាងមុនហើយដីអត់មានបានទុកចោលទុកអីដូចមុនទេពីមុនយើងធ្វើមួយឆ្នាំម្ដងដីទុកចោលដល់ឥឡូវមួយឆ្នាំបាន3ដងអញ្ចឹងដីអត់មានទុកចោលមានធានាដីទេកាលពីអត់ទាន់មានសហគមន៍យើងបាក់នេះក៏អត់មានបន្លាយមកទេមកភ្លឺដើរតាមភ្លឺដល់យើងមានសហគមន៍អញ្ចឹងកាយបន្លាយបានជាផ្លូវហើយបាននាំទឹកមកទៀតទិន្នផលទឹកបន្លាយយើងបានមហាត់6តោនហ្នឹងគ្រាន់ពេញល្អបានខ្ញុំធូរធារគួរសមជួយឲ្យកូនបានរៀនមហាវិទ្យាល័យចំនួន2នាក់ដែរទិញជាម៉ូតូកុំព្យូទ័រអីគ្រាន់កូនរៀនបានធូរគម្រោងនេះអាចដំណើរការទៅបានដោយជោគជ័យដោយសារតែមានការបដិញ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលនិងការចូលរួមរបស់សមាជិកសហគមន៍ព្រមទាំងមានការគាំទ្រជាយុទ្ធសាស្ត្រនិងថវិកាពីដៃគូអភិវឌ្ឍន៍ So Australia has been supporting Cambodia's agricultural sector since the 1960s, and through our CAVIC program, which concluded in 2022, we supported the construction and rehabilitation of 30 irrigation schemes across the country. This includes schemes in Kampong Tom, Kampot, Takao, Preveng and Kandal provinces. These are long-term investments in resilience, livelihoods and food security, and they are all Cambodian-led. In Takao province alone, there are 3 irrigation schemes that are helping more than 3,600 households to gain reliable access to water. And these schemes demonstrate what strong partnerships and local ownership can achieve. This is more than infrastructure. It's about people, partnerships and lasting impact. And as climate change brings increasing risk of droughts, floods, Australia is working with Cambodia to strengthen climate resilience, water governance and sustainable agriculture. So together, we can shape a future where communities thrive despite the challenges of climate change, with secure food systems and the ability to withstand future challenges. I'm really proud of the work that Australia has done to support lives and livelihoods here in Cambodia. And what we've been able to do is prove up a system that works, a system that really generates really tangible benefits for the people.
And it's now a system that Cambodia can build and fund for itself into the future to see whether or not we can roll out these great irrigation systems all across the country. ចក្ខុវិស័យរបស់ក្រសួងទូតទឹកនិងទូតនិយមគឺវិកណាឲ្យការកាត់បន្ថយនៅការចំណាយរបស់បងប្អូនប្រជាពលរដ្ឋយើងដែលជាកសិករហើយក៏ដូចជាបងប្អូនយើងផ្សេងទៀតដែលធ្វើអាជីវកម្មដែលជាលក្ខណៈឧស្សាហកម្មទឹកស្អាតបាទជាធ្វើការកសាងជារោងចក្រដែលបម្រើឲ្យគ្រប់វិស័យបែបនេះដើម្បីឲ្យកាត់បន្ថយនៅការចំណាយរបស់បងប្អូនយើងគឺចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលគឺធ្វើកណាឲ្យប្រព័ន្ធទឹកធារាសាស្ត្ររបស់យើងមានការពេញលេញគ្រប់ជ្រុងជ្រោយតែម្ដងការធានានៃការគ្រប់គ្រងទឹកគឺមានភាពច្បាស់លាស់តែម្ដងដែលអាចគ្រប់គ្រងទៅដល់ពួកគាត់គ្រប់ពេលវេលាគ្រប់រដូវគ្រប់កាលហើយនេះជាគេហៅថាភាពទំនើបកម្មនៃការប្រើប្រាស់នៅប្រព័ន្ធធារាសាស្ត្រនៅសម័យទំនើបទៅអនាគតបច្ចុប្បន្ននេះកម្ពុជាមានប្រព័ន្ធធារាសាស្ត្រជាង 2000 នៅទូទាំងប្រទេសដែលក្នុងនោះប្រព័ន្ធធារាសាស្ត្រពេញលេញមានប្រមាណជា 80 ប្រព័ន្ធដែលត្រូវបានសាងសង់ឬស្ដារឡើងវិញដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍តាមរយៈជំនួយឥតសំណងនិងកម្ចីសម្បទានហើយគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជាចូលរួមទាំងអស់គ្នាដើម្បីប្រព័ន្ធធារាសាស្ត្រពេញលេញទូទាំងប្រទេសកម្ពុជា